នៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់ធ្វើការបង្ហាញទាក់ទងនឹងការចូល login PayPal account របស់យើងដែលយើងធ្វើការបង្កើតហើយឬក៏យើងមាន PayPal account ហើយឃើញបងប្អូនយើងមួយចំនួនមានបញ្ហាក្នុងការ login អញ្ចឹងអ្នកដែលគាត់ចេះទៅតែអ្នកដែលអត់ចេះអាចទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់ទៅដើម្បីកុំឲ្យមានកំហុសខុសឆ្គងការ login ខុសលើសពី2ដងឬក៏លើសពី3ដងអាចនឹងមានបញ្ហាប្រឈមរឿងផ្សេងទី1អាចនឹងវាបង្អាក់នៃការ login ក្នុងរយៈពេលណាមួយទី2វាអាចនឹងធ្វើឲ្យខូច account របស់យើងខ្ញុំបានបង្ហាញវីដេអូផ្សេងហើយចេះស្ដាប់ភាសាខ្មែរឬក៏យ៉ាងណាទេឥឡូវនេះខ្ញុំធ្វើដាច់ដោយឡែកតែម្ដងការ login PayPal ជាមួយនឹង PayPal app ផ្សេងអញ្ចឹងទៅ login នៅលើ browser ផ្សេងអញ្ចឹងទៅហើយខ្ញុំធ្វើម្ដងនេះគឺសង្ឃឹមថាអ្នកនរគ្នាអាចមើលយល់ស្ដាប់តន់ yes ហើយកុំតាំងខ្លួនចេះយើងព្យាយាមមើលទៅអញ្ចឹងណាខ្ញុំឃើញមានអ្នក comment មួយចំនួនតូចដែលខ្ញុំគិតថាគាត់ខួរខ្លីឬក៏អកតេហើយមើលទៅគាត់ថាគាត់ណា login PayPal សោះក៏ធ្វើវីដេអូចេញដែរសម្រាប់គាត់ចេះវាងាយចុះបើបងប្អូនយើងអត់ចេះវាគិតមិនទៅឬក៏បងប្អូនយើងគាត់ login ច្រឡំទៅមានបញ្ហាដូចដែលខ្ញុំនិយាយខាងដើមនោះទៅតើគិតមិនទៅអញ្ចឹងអ្នកនរគ្នាត្រូវចាំសម្ដីខ្ញុំឆ្កែព្រុសមនុស្សដើរឆ្កែនៅតែបន្តការព្រុសទៅតែសំខាន់យើងជាមនុស្សយើងត្រូវដើរទៅមុខកុំចាញ់សម្លេងឆ្កែតោះឥឡូវយើងត្រឡប់មកប្រធានបទយើងវិញអញ្ចឹងខ្ញុំបង្ហាញជាក់ស្ដែងទី1គឺអ្នកនរគ្នាត្រូវទៅឡើង PayPal app នៅលើទូរស័ព្ទដៃរបស់យើងទៅដើម្បីងាយស្រួលប្រើ Android ទៅឡើងតាម Play Store iOS ទៅឡើងតាម App Store ខ្ញុំសង្ឃឹមថាអ្នកនរគ្នាចេះទៅឡើងហើយអូខេអានឹង app ទី1 app ទី2គឺយើងប្រើ browser Chrome ព្រោះយើងត្រូវការប្រើវាជាចាំបាច់ដើម្បីយកព័ត៌មានផ្សេងមួយចំនួនដែលធ្វើការ login ជាមួយនឹង PayPal មួយនេះអញ្ចឹងអ្នកនរគ្នានឹងឃើញជាក់ស្ដែង yes ខ្ញុំសូមចូលមកកាន់ PayPal app ដែលខ្ញុំធ្វើការទៅឡើងរួចរាល់នៅលើទូរស័ព្ទដៃខ្ញុំតបពីយើងចូលតាមរយៈ PayPal app សម្រាប់អ្នកថ្មីអីដែលអត់ធ្លាប់ login PayPal គឺនឹងចេញទម្រង់បែបហ្នឹងអញ្ចឹងណាអូខេអញ្ចឹងប្រអប់ទី1នេះ sorry ប្រអប់ទី1នេះហ្នឹងប្រអប់ទី1យើងមើលច្បាស់វាដាក់ថា email អញ្ចឹងយើង select ទៅលើប្រអប់ហ្នឹងមកហើយប្រអប់ទី2នេះវាឲ្យយើងដាក់កូដសម្ងាត់ឬក៏លេខសម្ងាត់របស់ PayPal account របស់យើងកូដសម្ងាត់ PayPal account ចាំមិនតាន់ណាកូដសម្ងាត់ PayPal account yes អញ្ចឹងយើងចូលប្រអប់ទី1សិនយើងធ្វើការដាក់ព័ត៌មាន email របស់យើងឥឡូវខ្ញុំបង្ហាញឧទាហរណ៍ឥឡូវឧទាហរណ៍ថានេះ how to log in PayPal អញ្ចឹងឧទាហរណ៍ថានេះ PayPal ឈ្មោះអ្នកម្ដាយរបស់ខ្ញុំអញ្ចឹងណាអញ្ចឹង mail នេះ mail ខ្ញុំឧទាហរណ៍ទេមិន mail ជាក់ស្ដែងទេ example@gmail.com ហើយ password នេះក៏ password ឧទាហរណ៍ដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាទទួលសេវាកម្មពីខ្ញុំទៅគឺខ្ញុំមានព័ត៌មានមួយចំនួនតម្លាក់ឲ្យអ្នកទាំងអស់គ្នាដូចជាក់ស្ដែងដល់នេះអញ្ចឹងណាpassword គឺខ្ញុំជាទូទៅគឺខ្ញុំចូលចិត្តសរសេរ PW កាត់លឿនខ្ញុំចូលចិត្តលឿនអញ្ចឹងណាបន្ទាប់មកអ្នកនរគ្នាឃើញកន្លែងនេះលេខ2ហើយ FA បើសិនជាអ្នកគ្នាស្ទើរភាសាអង់គ្លេសអ្នកនរគ្នាមើលលេខទៅនេះ 2FA ហ្នឹងណាហើយយើងមើលខាងនេះអានេះគេហៅថា key security key ពាក្យបច្ចេកទេសខ្មែរយើងខ្ញុំមិនដឹងត្រូវបកមិនឲ្យចេញទេប៉ុន្តែភាសាអង់គ្លេសគេហៅថា security keys បើខ្មែរយើងអាចបកថា security key ពាក្យសម្ងាត់ឬក៏ពាក្យដែលធ្វើឲ្យប្រព័ន្ធសុវត្ថិភាពកាន់តែខ្លាំងជាងមុនអញ្ចឹងណាអូខេឥឡូវបាច់បកខ្មែរទេយើងហៅថា security key ចុះពាក្យបច្ចេកទេស yes អញ្ចឹងប្រអប់ទី1គឺយើងដាក់ email អញ្ចឹងយើង copy email នេះមកនេះអញ្ចឹងយើង copy មិនយើង copy កុំឲ្យខ្វះគឺយើង select មកយើង select អញ្ចឹងយើង select អញ្ចឹងយល់ទេ select កុំឲ្យខ្វះកុំឲ្យលើសគឺយើង select មកត្រឹមស្មើអញ្ចឹងណា yes បន្ទាប់មកយើងចុចយក copyអូខេនេះខ្ញុំឧទាហរណ៍ណាតែនេះខ្ញុំខ្លាចតែ YouTube ចាប់ខ្ញុំទេព្រោះវាពាក់ព័ន្ធនឹងការបង្ហាញប្រព័ន្ធសុវត្ថិភាពតែខ្ញុំនឹងព្យាយាមរកកន្លែងបិទបាំងតែអ្នកខ្លះតលបង្ហាញទាំងដុលអញ្ចឹងបានមើលច្បាស់ហើយចង់បានទាំងដុលអញ្ចឹងគាត់អត់សូវយល់ពីគេទេគាត់ចង់បានទាំងដុលតែគេអ្នកធ្វើគេអ្នកប្រឡូកជាក់លាក់គេអ្នកច្បាស់លាស់គេដឹងពីបញ្ហាដូចខ្ញុំចាក់ស្ដែងគឺខ្ញុំដឹងពីបញ្ហាអូខេអញ្ចឹងខ្ញុំប្រហែលជាបិទបាំងមួយចំនួនព្រោះកុំឲ្យ YouTube ចាប់ខ្ញុំអានឹងយើងនិយាយគ្នាច្បាស់អញ្ចឹងយក copy កុំឲ្យខ្វះ copy អញ្ចឹងមកហើយបន្ទាប់មកយើងចេញទៅវិញយើងចូលមកកាន់ PayPal របស់យើង paste វាចូលមកឃើញ paste វាចូលមកយើងត្រូវពិនិត្យមើលកុំឲ្យមាន space ឧទាហរណ៍កុំឲ្យមានដក clear អញ្ចឹងកុំឲ្យមានដក clear អញ្ចឹងហើយមើលឲ្យច្បាស់ខាងមុខនេះក៏ចឹងដែរខាងមុខនេះតិច copy មកដក clear មកចេះអីចាប់ហើយអត់ទេគឺយើងរុញវាឲ្យផុតទៅមុខអញ្ចឹង yes បន្ទាប់មកទៀតតាក់ទងនឹង password នេះ password នេះយើងបញ្ចូលឬក៏យើង paste បញ្ចូលយើងមើលឃើញទេមែនទេអញ្ចឹងយើងចុចសញ្ញាភ្នែកនេះចុចទៅលើសញ្ញាភ្នែកហ្នឹងមកដើម្បីឲ្យវាមានសញ្ញាឈុតកាត់អញ្ចឹងយើងបញ្ចូលអីយើងមើលឃើញទាំងអស់ដើម្បីកុំឲ្យច្រឡំឥឡូវទៀតថាយើងខ្ជិលបញ្ចូលយើងមានស្រាប់យើង copy paste មកកុំឲ្យច្រឡំអូខេឥឡូវយើង copy password អញ្ចឹងយើង copy password យើង copy អញ្ចឹងមកយើង copy ឲ្យអស់ copy ដូចគ្នា copy ឲ្យអស់កុំឲ្យលើសកុំឲ្យខ្វះឆ្វេងស្ដាំយើង copy ត្រឹមហ្នឹង
admin copy ដោយទាំង PW ទេខ្ញុំឃើញបងប្អូនមួយចំនួន copy ទាំងដុលមកអញ្ចឹងទាំង PW ស្អីនេះដាក់ទៅទាំងអស់ខុសទៅទេហ្មងអញ្ចឹងយើង copy មើលច្បាស់នេះឃើញអត់ក្បាលល្មានកតុយល្មានយើង copy ឲ្យស្អាតអញ្ចឹងមកសង្ឃឹមដើមចេះមើលអីតោះមិនចុច copy អូខេតែបើចង់សរសេរបញ្ចូលក៏សរសេរទៅប៉ុន្តែសរសេរឲ្យត្រូវអានឹងបញ្ជាក់បន្ទាប់មកយើង paste បញ្ចូលមកឧទាហរណ៍ paste បញ្ចូលអញ្ចឹងមកហើយយើងមើលបើសិនជា space ចេះយើង login ក៏អត់ចូលដែរអញ្ចឹងយើងមើលដាក់ឲ្យវាត្រឹម yes ហើយខាងមុខក៏អញ្ចឹងដែរខាងមុខនេះឥឡូវយើងខាងមុខឧទាហរណ៍ខាងមុខយើងច្រឡំយើងដាក់មកអញ្ចឹងឲ្យដក clear link ដក clear អញ្ចឹង login ទៅគឺអត់ចូលទេយើងរុញវាឲ្យដល់មុខឲ្យផុតអញ្ចឹង yes ហើយបន្ទាប់មកចុចយក login មកចុចយក login មកគឺវានឹងចូលទៅឥឡូវខ្ញុំប្រើ mail sin password sin ខ្ញុំលុបចោលអស់បាទបន្ទាប់មកយើងធ្វើការចុច login ទៅយើង login យើងនឹងចូលទៅអានេះខ្ញុំប្រើ mail sin វិញ yes អូខេ login ហើយបើសិនជាអ្នកនរគ្នាថ្មីអញ្ចឹងវា load មកឲ្យ save អញ្ចឹងតែសម្រាប់ខ្ញុំអត់ដែល save ទេខ្ញុំសុំយក not now យកនេះតែអ្នកនរគ្នាចង់ save ក៏ save ទៅលើទូរស័ព្ទដៃខ្លួនឯងទេតែខ្ញុំអត់ទេខ្ញុំ not now បន្ទាប់មកទៀតវាទាមទារឲ្យយើង enter the code from your authenticator app អានេះគឺយើងប្រើ key ដើម្បីយក code ឥឡូវខ្ញុំបង្ហាញតទៅនឹងការចូលទៅយក key ឲ្យត្រឹមត្រូវហើយចុចមិនដើម្បីបាន key 6ខ្ទង់ហ្នឹងអូខេតោះអូខេអញ្ចឹងកន្លែងវាទាមទារ code 6ខ្ទង់ហ្នឹងគឺយើងយកកន្លែងនេះកន្លែង 2FA ហ្នឹង yes គឺយើងចុចមកយើង copy កន្លែងនេះគឺយើង copy អស់យើង copy អស់ហ្នឹងមក sorry អានេះលើសណាយើងថយវិញនិយាយរួមយើង copy កុំឲ្យលើសកុំឲ្យខ្វះនេះឃើញអត់អក្សរ A ហើយនឹងកតុយលេខ7 B លុបចោលឃើញអត់អក្សរ A ហើយកតុយលេខ7អានោះទីហោទេមិនមែនរបស់ sin ទេអញ្ចឹងយើង select អញ្ចឹងមកហើយយើង copy នេះខ្មែរយើងហៅថាចម្លងតែខ្ញុំចូលចិត្តប្រើពាក្យបច្ចេកទេសលឿនអូខេអញ្ចឹងយើង copy មកអានេះខ្ញុំឧទាហរណ៍ទេអញ្ចឹងណាអញ្ចឹងសំណួរសុវត្ថិភាពវាមាន2សំណួរ PayPal ជាទូទៅគឺអញ្ចឹងយើងរក្សាទុកទៅអស់ទៅនិយាយរួមប្រព័ន្ធសុវត្ថិភាពល្អគឺយើង copy រក្សាទុកឲ្យល្អបន្ទាប់មកយើងចេញទៅកន្លែង 2FA យើងអញ្ចឹងដើម្បីយកកូដ6ខ្ទង់ហ្នឹងយើងធ្វើម៉េចគឺយើងចូលមកកាន់ browser Chrome នេះដែលយើងធ្វើការតឡើងរួចរាល់នៅលើទូរស័ព្ទដៃយើងចូលមកបន្ទាប់ពីយើងចូលមកហើយយើងសរសេរនេះ 2fa.live សរសេរដូចខ្ញុំមកឃើញអត់បន្ទាប់មកយើងមើលយើងយកនេះក៏បានយក Chrome ក៏បានតែខ្ញុំសុំយក Chrome ហីយ៉ាបន្ទាប់ពីចូលមកអ្នកនរគ្នាឃើញនេះ 2fa.live យើងយកអាហ្នឹងមើលច្បាស់នេះអាសញ្ញា logo ហ្នឹងយើងយកហ្នឹងមក select យកហ្នឹងបបមកបន្ទាប់មកយើងឃើញពីប្រអប់ទី1គឺយើង paste key របស់យើងដែលយើង copy នឹងដាក់ចូលប្រអប់ទី2គឺយើងនឹងបានកូដ6ខ្ទង់បន្ទាប់ពីយើងចុច submit នេះឥឡូវយើង paste ជាក់ស្ដែងអូខេ paste ចូលមកឃើញអត់កុំឲ្យលើកុំឲ្យខ្វះកន្លែងហ្នឹងអញ្ចឹងដែរឧទាហរណ៍បើសិនជា space មកក្រោយចេះអត់ត្រូវទេអញ្ចឹងយើងត្រូវរុញវាឲ្យទៅមុខឲ្យអស់ហ្មងរុញឲ្យមុខអស់អញ្ចឹងហើយកន្លែងនេះក៏អញ្ចឹងដែរយើងកុំឲ្យ space ចេះ yes កុំឲ្យ space អញ្ចឹងយើងធ្វើម៉េចឲ្យត្រឹមត្រូវជាក់ស្ដែងអញ្ចឹងបន្ទាប់មកទៀតយើងចុចយក submitកន្លែងនេះខ្ញុំប្រហែលជាបិទបាំងខ្លះៗកុំឲ្យ YouTube ចាប់ខ្ញុំថាខ្ញុំបង្ហាញប្រព័ន្ធសុវត្ថិភាពនៅលើ platform គេអូខេអញ្ចឹងយើងចុចយក submit នេះមកអញ្ចឹងអ្នកនរគ្នាឃើញកូដ6ខ្ទង់រាប់អ្នកនរគ្នាចេះរាប់លេខមែនទេអញ្ចឹងរាប់ទៅឃើញ6ខ្ទង់ហើយកុំឲ្យច្រឡំអ្នកនរគ្នាចុចនេះ copy អាខាងក្រោមនេះយកអាខាងក្រោមនេះ copy code ចុចយ៉ាងហ្នឹងមកវាចេញបៃតងចេះមានន័យថា copy បានជោគជ័យអញ្ចឹងយើងចេញទៅ PayPal របស់យើងទៅហើយបើសិនជាអ្នកនរគ្នាចង់បានកូដថ្មីឬក៏កូដនៅ expire អ្នកនរគ្នាចុច submit ទៀតទៅចុច submit ទៀតវាដូរទៀតឃើញមិញហ្នឹង65ឥឡូវ62អញ្ចឹងប្រហែល second ទេវានឹងអាចដូរអញ្ចឹងឧទាហរណ៍យើងចង់ដូរយកកូដថ្មីយើងចុច submit ទៀតទៅអូខេឃើញ65កតុយ03ហើយយើង copy ទៀតទៅអូខេយើង copy យកហ្នឹងទៅតោះមកយើងចេញទៅយើងចូលមកកាន់កន្លែង tab enter the code from your authenticator app អញ្ចឹងpaste បញ្ចូលក៏បានយើងសរសេរបញ្ចូលក៏បានអញ្ចឹងខ្ញុំចូលចិត្តលឿនខ្ញុំ paste បញ្ចូលតែម្ដងឃើញចូលអាហ្នឹងគាត់តែជាឧទាហរណ៍ទេប៉ុន្តែខ្ញុំប្រើ key sin ខ្ញុំអានេះមិញហ្នឹងឧទាហរណ៍ទេឥឡូវខ្ញុំលុបចេញខ្ញុំដាក់ key sin របស់ខ្ញុំអូខេអញ្ចឹងយើង copy code ហ្នឹងយើង copy code 6ខ្ទង់ហ្នឹងហើយយើង paste ចូលមកយើងសរសេរបញ្ចូលក៏បាន paste បញ្ចូលក៏បានហើយកូដ6ខ្ទង់ហ្នឹងវាដូររហូតមិនខ្វល់ទេបន្ទាប់មកទៀតយើងចុច submit មក yes អូខ្ញុំយូរពេកឥឡូវវាមាន something bad wrong បាត់ហើយករណី something bad wrong អញ្ចឹងអ្នកនរគ្នាអាចសាកធ្វើម្ដងទៀតបើធ្វើលើកទី2នៅតែ wrong ដដែលអាចលុប app ហ្នឹងចោលទៅឡើង app ថ្មីហើយសាកល្បងធ្វើហើយបើនៅតែធ្វើចឹងបញ្ហា load something went wrong ដោយដែលវីដេអូនេះអ្នកនរគ្នាទុកចោលរយៈពេល1ថ្ងៃ2ថ្ងៃទៅឬក៏3 4 5ម៉ោងទៅចាំចូលទៅ login អញ្ចឹងណាខ្ញុំនឹងធ្វើការ login សារថ្មីដោយសារតែខ្ញុំនិយាយបង្ហាញអ្នកនរគ្នាទៅរៀងយូរអញ្ចឹង system វាចាប់អូខេឥឡូវខ្ញុំធ្វើម្ដងទៀត
ចឹងខ្ញុំ log ចូលមកឯងដាក់កូដ6ខ្ទង់គឺ log ចូលមកមិនខ្ញុំនិយាយយូរពេកអញ្ចឹង system វាចាប់ណា yes អញ្ចឹងគឺធម្មតាគឺ log ចូលបានជោគជ័យ 100% អត់មានអីពិបាកទេងាយ yes ហើយសម្រាប់អ្នកនរគ្នាដែលមានតម្រូវការចង់ធ្វើការបង្កើត account PayPal បង្កើត account PayPal full KYC ឬក៏មាន PayPal ឲ្យស្រាប់ចង់ធ្វើជា full KYC តាក់ទងមកគឺខ្ញុំទទួលបង្កើតហើយខ្ញុំក៏មានទទួលបង្កើតប្រព័ន្ធធនាគារ online រឹងមាំមួយដែលដាក់ឯកសារខ្មែរយើងសុទ្ធតែម្ដងភ្ជាប់ធនាគារខ្មែរបាញ់លុយមកខ្មែរប្រព័ន្ធធនាគាររឹងមាំនោះគឺ Payoneer គឺល្អមែនទែនយើងយកទៅ set up ទទួលលុយចេញពី Facebook ក៏បានចេញពី TikTok ក៏បានចេញពី website ផ្សេងៗក៏បានហើយ Payoneer គឺ the best ជាប្រភេទធនាគារអាមេរិកយើងបង្កើត account នឹងបានមួយគឺយើងមានធនាគារ3នៅក្នុងហ្នឹងគឺមានធនាគារអាមេរិកមានធនាគារ UK ហើយនឹងមានធនាគារEuro អញ្ចឹងណា Euro Zone គឺយើងមាន bank 3នៅក្នុងហ្នឹងអញ្ចឹងយើងបង្កើតតែមួយ account គឺយើងក្តោបបាន bank 3ហើយនឹងមាន bank ផ្សេងៗជាច្រើនទៀតដែលយើងអាចនឹងស្នើយកមកប្រើបានតែ default វាគឺ3ជាទូទៅគឺ3អញ្ចឹងហើយខ្ញុំក៏មានទទួលធ្វើ receiving account Payoneer ទទួលដោះស្រាយបញ្ហា Payoneer ដែលទាមទារឯកសារផ្សេងៗ yes អញ្ចឹងអ្នកនរគ្នាមានតម្រូវការតាក់ទងមកខ្ញុំក៏មានទទួលធ្វើ EIN គឺយើងយកទៅធ្វើតាក់ TikTok តាក់ Facebook តាក់ YouTube 0% អីក៏បានដែរ yes ហើយខ្ញុំក៏មានលក់ ASN ហើយនឹងមានសេវាកម្មផ្សេងៗជាច្រើនទៀតអ្នកនរគ្នាមានតម្រូវការអីតាក់ទងមកតាក់ទងឲ្យចំគោលដៅតាក់ទងឲ្យចំអ្វីដែលចង់បានហើយខ្ញុំក៏មានលក់ VPS ដែលយើងប្រើប្រាស់លក្ខណៈជាមួយឆ្នាំឬក៏មួយឆ្នាំពេញហើយខ្ញុំក៏មានសេវាកម្មជួយទិញ VPN ដែលយើងប្រើប្រាស់លក្ខណៈជាមួយឆ្នាំពេញហើយដាក់ mail របស់បុគ្គលយើងផ្ទាល់តែម្ដងមានន័យថាអតិថិជនណាគឺ mail របស់អតិថិជននឹង account របស់អ្នកណានឹងប្រើអាហ្នឹងសម្រាប់ VPN ណាគឺខ្ញុំចូលទិញឲ្យហើយគិតសេវាហើយប្រើប្រាស់លក្ខណៈជាមួយឆ្នាំពេញតម្លៃយើងធូរថ្លៃដែរហើយបច្ចុប្បន្ននេះខ្ញុំកំពុងតែប្រើប្រភេទ VPN ហ្នឹងដែរអញ្ចឹងអ្នកនរគ្នាមានតម្រូវការតាក់ទងមកតាក់ទងចំគោលដៅតាក់ទងឲ្យចំអ្វីដែលចង់បានបាច់ Hi បាច់ Hello ជាមួយខ្ញុំទេគឺនិយាយចំសាច់ការមកមានតម្រូវការអីយើងនិយាយចំសាច់ការហ្នឹងមកអញ្ចឹងណាយើងឆាតចំសាច់ការកុំឲ្យខាត់ពេលវេលាព្រោះខ្ញុំរវល់អញ្ចឹងខ្ញុំអត់សូវសាំញ៉ាំច្រើនជាមួយនឹង Hi Hello សួស្ដីទេឆាតចំសាច់ការដែលយើងចង់បានវីដេអូនេះគឺខ្ញុំបានបង្ហាញទាំងដុលហើយពីរបៀប login PayPal លើ PayPal app ដែលយើងធ្វើការតឡើងនៅលើទូរស័ព្ទដៃរបស់យើង step by step ហើយបង្ហាញជាក់លាក់តែម្ដងហើយឃើញអ្នកខ្លះគាត់ថាអញ្ចឹងក៏យកមកបង្ហាញដែរគេចេះហើយអញ្ចឹងអ្នកទាំងអស់ហ្នឹងប្រកាសជាខួរខ្លីយើងវាស្រួលសម្រាប់អ្នកចេះចុះអ្នកគ្នាអត់ចេះអ្នកដែលគ្នាថ្មីគ្នាគិតមិនអូខេអញ្ចឹងត្រូវយល់ចំណុចអស់ហ្នឹងអ្នកនរគ្នាត្រូវចាំមួយឆ្កែនៅតែព្រុសមនុស្សនៅតែដើរមានន័យថាឆ្កែវាចេះតែព្រុសហើយវាអត់ប្រយោជន៍ទេបានតែព្រុសទេយើងជាមនុស្សយើងត្រូវដើរទៅមុខឆ្កែនឹងព្រុសរំខានមុខយើងដាក់វាមកដបងដាក់វាមកដុំថ្មអីទៅវាលែងព្រុសវារត់ទៅឆ្ងាយអញ្ចឹងយើងបន្តដើរទៅមុខទៀតអាហ្នឹងវិធីដោះស្រាយឆ្កែនៅតែព្រុសមនុស្សនៅតែដើរគឺន័យគឺទូលំទូលាយមែនតើល្អមែនតើអញ្ចឹងណាជួបខ្ញុំបាននៅវីដេអូក្រោយទៀត Thanks for watching. Subscribe for more.